នេះជាម៉ាតកូនខ្មែរហើយលក់ផលិតផលខ្មែរបងប្អូនជួយគាំទ្រទាំងអស់គ្នាអ្នកនៅម្ដុំភ្នំពេញថ្មីវត្តសំរោងដែតគ្រឿងទេសខ្មែរមានប្រេងដូងកាអូបមានអង្គបាត់ដំបងជាហៅខ្មែរយើងផលិតនៅស្រុកយើងទៀតហើយបងប្អូនអាចមកជួយគាំទ្រទៅបានហើយសម្រាប់យហៅខ្មែរម៉ាតនេះគឺមានពីរសាខានៅទួលគោកនិងសាខានៅសែនសុខផ្លូវគោកឃ្លាំងនេះឯងហើយជាផលិតផលរបស់ខ្មែរមានទឹកត្រីទឹកស៊ីអ៊ូគ្រឿងទេសស្ករសមានម្ទេសឆាហិលមានជាមួយនឹងប្រេងឆាត្រីខមានសាប៊ូកក់សក់សាប៊ូដោះខ្លួននិយាយទៅគឺរបស់ប្រើប្រាស់ដែលជាផលិតផលរបស់ខ្មែរគឺមានលក់នៅទីនោះមានទាំងអាហារសម្រន់មានគ្រឿងទេសមានអីផ្សេងអញ្ចឹងណាទាំងភេសជ្ជៈអីផ្សេងអញ្ចឹងសម្រាប់បងប្អូនដែលកំពុងស្វែងរកដល់ពេលហើយដែលយើងងាកមកគាំទ្រផលិតផលខ្មែរហើយយហោគឺជាម៉ាតខ្មែរដែលរំលេចទៅនឹងបាទពណ៌អត្តសញ្ញាណបាទជាតិខ្មែរយើងដូចដែលបងប្អូនបានឃើញអញ្ចឹងយហោខ្មែរម៉ាតអញ្ចឹងសម្រាប់បងប្អូនដែលនៅម្ដុំភ្នំពេញថ្មីនៅម្ដុំឈូកមាសឬក៏ចិត្តនឹងវត្តសំរោងដែតអីក៏អាចមកស្វែងរកនៅគ្រឿងទេសរបស់ប្រើប្រាស់ផ្សេងមិនថាសាប៊ូមិនថាលេឬក៏គេហៅថាប្រភេទគ្រឿងទេសមានម្សៅស៊ុបមានត្រីខទឹកត្រីទឹកស៊ីអ៊ូប៊ីចេងមានស្អីគ្រប់សពបែបយ៉ាងបងប្អូនដែលជាផលិតផលរបស់ខ្មែរអញ្ចឹងគេហៅខ្មែរផលិតផលរបស់ខ្មែរគឺមានលក់នៅក្នុងខ្មែរម៉ាតដូចដែលខ្ញុំបានបង្ហាញពីខាងដើមអញ្ចឹងសម្រាប់បងប្អូនក៏ដល់ពេលដែរយើងក៏ងាកថាងាកម៉ាតគេណាងាកផលិតផលប៉ុនគេឥឡូវយើងងាកមកគាំទ្រជាមួយនឹងផលិតផលនៅក្នុងស្រុកហើយយ៉ាងណាមិញសម្រាប់យហោខ្មែរម៉ាតនេះក៏ជាម្ចាស់ខ្មែរយើងដែរដែលគាត់ប្រមូលផ្ដុំទៅនឹងផលិតផលជាច្រើនដែលមាននៅក្នុងស្រុកយកមកលក់នៅក្នុងនឹងចម្រោះតែម្ដងសូម្បីតែអង្គបាត់ដំបងក៏ដូចជាប្រភេទប្រេងត្រជាក់ដែលខ្ញុំបានបង្ហាញប្រេងដូងត្រជាក់ណាគឺគាត់បានយកមកពីនៅក្នុងតំបន់សហគមន៍ដែលបងដែលជាជនពិការដោយសារសង្គ្រាមនេះគឺគាត់បានប្រមូលផ្ដុំយកមកធ្វើការដាក់លក់នៅក្នុងយហោខ្មែរម៉ាតនេះឯងអញ្ចឹងសម្រាប់បងប្អូនណាជួយគាំទ្រទាំងអស់គ្នាហើយសម្រាប់ទីតាំងយហោខ្មែរម៉ាតនេះខ្ញុំដាក់នៅខាងក្រោមខមមិនបងប្អូនកុំភ្លេចជួយទិញណាអរគុណច្រើនបាទបាយ